anh mình menនិយាយថាជីវិតanhទុកសម្រាប់គ្រួសាររស់នៅទេមិនមែននិយាយថាបើមានគ្រោះថ្នាក់anhរត់មុនគេទេហេតុអ្វីសម្ដីanhមិនយកជាការហ្វានសៀនទៅជួបព្រះអង្គម្ចាស់ទី2ដោយក្តីរីករាយតាមការណាត់ជួបថឹងជីជីងហៅកូនប្រុសតែមួយរបស់គេទឹកមុខពោពេញដោយភាពទន់ភ្លន់ហ្វានសៀនសន្យាថានឹងនាំគេទៅតានជើដើម្បីធ្វើជាអ្នកជិតខាងនឹងគ្នាមួយជីវិតទិញឲ្យឯងសំណាងហើយដែលខ្ញុំបានទៅតានជើសំណាងហើយដែលបានជួបឯងកុំអីមិនដឹងថាពេលណាទើបបានជួបប្រពន្ធកូនទេអ្នកទាំងពីរម្នាក់គិតចង់ត្រឡប់ទៅស្រុកកំណើតម្នាក់ទៀតគិតចង់កំដរគ្រួសារតែមិនដឹងថាផ្លូវនីវឡានជាកន្លែងស្លាប់រស់ទេឃាតករស្រីពីរនាក់បាញ់ព្រួញថឹងជីជីងដោះស្រាយភ្លាមស្មានថាគ្រោះថ្នាក់បានកន្លងផុតស្រាប់តែឈឹងជីស៊ូដែលជាកម្ពុជាអ្នកប្រយុទ្ធកម្រិត8បង្ហាញខ្លួនកម្លាំងដ៏ខ្លាំងក្លារបស់ឈឹងជីស៊ូក្លាយជាឧបសគ្គសម្រាប់ហ្វានសៀននិងថឹងជីជីងជំនាញខាងលួចវីឆ្មក់តែមិនអាចទប់ទល់នឹងកម្លាំងរបស់ឈឹងជីស៊ូបានទេពួកគេសហការគ្នាទាំងបង្ខំនឹកស្មានមិនដល់ថាអ្នកប្រយុទ្ធកម្រិត8អាចវីបកវិញភ្លាមថឹងជីជីងរងរបួសធ្ងន់ស្រាប់ទៅហើយតែបែរជាយកខ្លួនទៅរងកណ្ដាប់ដៃរបស់ឈឹងជីស៊ូជំនួសហ្វានសៀនគេស្ទុះទៅដោយមិនគិតពីជីវិតដើម្បីការពារហ្វានសៀនពីការវីប្រហារដ៏សាហាវហ្វានសៀនឃើញថឹងជីជីងដួលនៅចំពោះមុខកំហឹងបានគ្រប់ដណ្ដប់លើការគិតទាំងអស់ធម្មពលដ៏ខ្លាំងក្លាបានផ្ទុះចេញមកឯងមិនមែននិយាយថាជីវិតឯងទុកសម្រាប់គ្រួសាររស់នៅទេមិនមែននិយាយថាបើមានគ្រោះថ្នាក់ឯងរត់មុនគេទេហេតុអ្វីសម្ដីឯងមិនយកជាការសំឡេងរបស់វ៉ាងឈីនៀនដាស់ហ្វានសៀនឲ្យដឹងខ្លួនវិញគេកាន់កាំបិតចង់សម្លាប់ឈឹងជីស៊ូដើម្បីសងសឹកភ្លាមតែត្រូវវ៉ាងឈីនៀនខាត់ជាប់លោកម្ចាស់តើតែគេរស់ទើបអាចរកឃើញអ្នកនៅពីក្រោយទើបអាចសងសឹកឲ្យថឹងជីជីងបានហ្វានសៀនស្ងប់អារម្មណ៍នេះជាភាពឆ្លាតវៃរបស់ហ្វានសៀនទោះបីជាឈឺចាប់ខ្លាំងក៏ដោយគេដឹងថាតើតែរកឃើញអ្នកនៅពីក្រោយទើបអាចសងសឹកឲ្យថឹងជីជីងបានពិតប្រាកដគេឲ្យវ៉ាងឈីនៀនជូនសពថឹងជីជីងទៅផ្ទះឯខ្លួនគេដើរទាំងខ្លួនប្រឡាក់ឈាមនៅតាមផ្លូវជួបនឹងហ្វានរូបគេជូតឈាមលើមុខហើយនិយាយតិចថាពួកយើងមិនត្រឡប់ទៅតានជើវិញទេពាក្យនេះជាការលីគ្នានិងជាការប្រកាសសង្គ្រាមភាពសុខសាន្តនៅតានជើគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះត្រឡប់ដល់ភូមិគ្រឹះហ្វានសៀនលាក់ទុកអារម្មណ៍ទាំងអស់ក្នុងចិត្តគេញ៉ាំបាយដោយគ្មានទឹកមុខហ្វានស៊ឺជឿស្មានថាគេមិនអីទេតែលីវរូអ៊ីមើលឃើញការឈឺចាប់របស់គេហ្វានជៀនមកប្រាប់រឿងអ្នកនៅពីក្រោយហ្វានសៀននិយាយថាព្រះអង្គម្ចាស់ទី2គួរឲ្យសង្ស័យបំផុតតែក្នុងចិត្តគេកំណត់ថាជារីតិយាតនេះមិនមែនជាការគិតរបស់ហ្វានសៀនតែម្នាក់ឯងទេតែផ្អែកលើការវិភាគស្ថានភាពព្រះអង្គម្ចាស់ទី2ព្យាយាមធ្វើល្អដាក់គេរីឯរីតិយាតនិងព្រះនាងច្បងវិញចាត់ទុកហ្វានសៀនជាបន្លាក្នុងភ្នែកហ្វានជៀនដាស់តឿនថាជារឿងធំហាមធ្វើផ្ដេសផ្ដាសហ្វានសៀននៅស្ងៀមមិនតបតែក្នុងចិត្តបានកប់គ្រាប់ពូជនៃការតាមរកការពិតភាពស្ងៀមស្ងាត់របស់គេមិនមែនជាការកំសាកទេគឺដើម្បីរងចាំឱកាសវីបកនៅចំពោះមុខលីនវ៉ាន់អ៊ឺទើបហ្វានសៀនហ៊ានបញ្ចេញការឈឺចាប់គេជេរថឹងជីជីងថាជាមនុស្សល្ងងមិនគោរពពាក្យសន្យាតែគ្រប់ម៉ាត់សុទ្ធតែជាការអាឡោះអាល័យការលួងលោមរបស់លីនវ៉ាន់អ៊ឺបានដាស់តឿនហ្វានសៀនថឹងជីជីងសុកចិត្តស្លាប់ជំនួសព្រោះចាត់ទុកគេជាគ្រួសារលើលោកនេះបើគ្មានអ្នកសុកចិត្តស្លាប់ជំនួសទេរស់នៅក៏គ្មានន័យដែរគាត់ថាបងជាគ្រួសារចំពោះគាត់បងក៏ជាគ្រួសារដែរពាក្យនេះខ្លាយជាកម្លាំងចិត្តរបស់ហ្វានសៀនគេយល់ថាគេត្រូវការពារមិនត្រឹមតែថឹងជីជីងទេគឺការពារមនុស្សទាំងអស់ដែលចាត់ទុកគេជាគ្រួសារមួយយប់នៃការឈឺចាប់ធ្វើឲ្យហ្វានសៀនក្រោកឈរឡើងវិញកែវភ្នែករបស់គេលែងមានភាពស្រពេចស្រពើមានតែភ្លើងសងសឹកដ៏មោះមុតព្រះមហាក្សត្រក៏ហើយរីតិយាតនិងព្រះអង្គម្ចាស់ទី2អ្នកទាំងពីរទម្លាក់កំហុសដាក់គ្នារីតិយាតទម្លាក់កំហុសទៅកូជីខាងជើងព្រះអង្គម្ចាស់ទី2ថារីតិយាតនិងហ្វានសៀនមានគំនុំនឹងគ្នាព្រះមហាក្សត្រមិនចង់ស្ដាប់ការឆ្លោះគ្នាក៏សម្រេចដាក់ទោសទាំងពីរនាក់តែពេលដឹងថាទីភ្នាក់ងារត្រួតពិនិត្យចង់ដោះលែងឈឹងជីស៊ូដំណឹងនេះបានទៅដល់ហ្វានសៀនភ្លាមនេះជាល្បិចរបស់ស្ដេចទ្រង់មើលទៅដូចជានៅក្រៅរឿងតែតាមពិតបានបោះបញ្ហាឲ្យហ្វានសៀនចង់មើលថាតើយុវជនម្នាក់នេះដោះស្រាយយ៉ាងណាពេលហ្វានរូកនាំដំណឹងថាទីភ្នាក់ងារត្រួតពិនិត្យចង់ដោះលែងឈឹងជីស៊ូកំហឹងរបស់ហ្វានសៀនបានឆាប់ឆេះម្ដងទៀតគេទៅសួរនាំវ៉ាងឈីនៀនហើយដឹងថាជូគឺជាអ្នកចាត់ចែងក៏ទៅទីភ្នាក់ងារត្រួតពិនិត្យភ្លាមវ៉ាងឈីនៀនដាស់តឿនថាជូគឺមានអំណាចធំឲ្យប្រយ័ត្នខ្លួនតែហ្វានសៀនមិនស្ដាប់ជូគឺគេសួរត្រង់ជូគឺមិនចង់ឆ្លើយតបតែឃើញហ្វានសៀនបង្ហាញស្លាកសញ្ញាទើបប្រាប់ហេតុផលខ្ញុំជាជនរងគ្រោះត្រូវការប្រយោជន៍ធំជាធំដែរឬមួយយកជីវិតរបស់អង្គរៈស្លូតត្រង់ម្នាក់មកបដូរនឹងប្រយោជន៍ធំនេះវាសំដែរឬទេច្បាប់តឹងរឹងណាស់ឯងមិនអាចធ្វើតាមចិត្តបានទេសម្រាប់មនុស្សត្រូវសងជីវិតនោះជាច្បាប់អ្នកដែលស្លាប់គ្រាន់តែជាអង្គរៈម្នាក់ប៉ុណ្ណោះ
សម្ដីនេះក្នុងនាមជាអ្នកក្រៅគឺដើម្បីស្ថានភាពរួមតែចំពោះហ្វានសៀនគឺជាលេសដ៏គួរឲ្យអស់សំណើចគេសើចចំអកចង្អុលទៅផ្ទាំងថ្មនៅច្រកចូលសួរជូគឺអំពីសម្ភារជូគឺថាគ្រាន់តែជាពាក្យសម្ដីទេស្លាប់គ្រាន់តែជាអង្គរៈម្នាក់ប៉ុណ្ណោះពាក្យនេះបានហែកមុខមាត់คล้ายៗរបស់នគរឈៀងនៅចំពោះមុខស្ថានភាពរួមជីវិតរាជសាមញ្ញដូចជាស្មៅតែហ្វានសៀនមិនទទួលយកច្បាប់បែបនេះទេវិញ្ញាណសម័យថ្មីរបស់គេធ្វើឲ្យគេជឿជាក់ថាជីវិតមានតម្លៃស្មើគ្នាทั้งជឿជាងជាអង្គរៈជាឪពុកជាប្តីជាបងប្អូនរបស់គេមិនអាចคล้ายជាទំនិញដោះដូរក្នុងល្បិចនយោបាយទេជូគឺបញ្ជាដាច់ខាត់មិនឲ្យប្រកូលឈឹងជូស៊ូហ្វានសៀនចាក់ចេញដោយកំហឹងការតាំងចិត្តក្នុងភ្នែកបញ្ជាក់ថាគេមិនទទួលយកលទ្ធផលនេះទេរាជទាយាទរបស់ស្ដេចជីងមកសុំទោសជំនួសព្រះអង្គម្ចាស់ទី2និងចង់យកប្រាក់មកប៉ះពាល់ឲ្យគ្រួសារថឹងជឺជីងប៉ាអ្នកស